ការដែលមានវិន័យសម្រាប់ខ្លួនឯងគឺជាកត្តាដ៏មានសារៈសំខាន់បំផុតនៅក្នុងការយកឈ្នះទៅលើរឿងរ៉ាវខាងក្រៅនៅក្នុងបរិបទនៃសង្គមនិងនៅក្នុងជីវិតរបស់ខ្លួនឯងផ្ទាល់ជំរាបសួរប្រិយមិត្តរេឌីលីជាទីរាប់អានថ្ងៃនេះខ្ញុំមានប្រធានបទបន្តទៀតអំពីការមានវិន័យចំពោះខ្លួនឯងហេតុអ្វីបានជាយើងត្រូវនិយាយអំពីវិន័យហើយតើវាមានសារៈសំខាន់បែបណាដើម្បីធ្វើឲ្យខ្លួនយើងជាមនុស្សម្នាក់នេះទទួលបាននូវលទ្ធផលល្អស្របទៅជាមួយនឹងប្រធានបទខាងដើមនៅពេលដែលយើងនិយាយអំពីវិន័យគឺផ្ដោតសំខាន់ទៅលើការរឹតបន្តឹងលើខ្លួនឯងធ្វើខ្លួនឯងឲ្យមានរបៀបរបបតឹងរឹងទៅលើផ្នែកណាមួយធ្វើយ៉ាងម៉េចឲ្យខ្លួនឯងសម្រេចនៅគោលដៅដូច្នេះបើសិនជាយើងរស់នៅក្នុងជីវិតដែលមិនមាននៅវិន័យសម្រាប់ខ្លួនឯងយើងធូររលុងសម្រាប់ខ្លួនឯងយើងអត់មានសិទ្ធិអំណាចអ្វីដើម្បីទៅនិយាយជាមួយអ្នកដទៃនឹងឲ្យបានល្អទេហើយមនុស្សដែលអត់មានវិន័យគឺជាមនុស្សដែលមិនអាចដឹកនាំខ្លួនឯងហើយមិនអាចដឹកនាំអ្នកដទៃបានដែរដូច្នេះរឿងវិន័យផ្ទាល់ខ្លួនគឺពិតជាមានសារៈសំខាន់ណាស់រាល់បុគ្គលដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបុគ្គលជាអ្នកប្រាជ្ញវិញ្ញូជនជាដើមគឺសុទ្ធសឹងតែជាអ្នកដែលមាននៅវិន័យខ្ជាប់ខ្ជួនជាមួយនឹងការរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួនមនុស្សដែលរស់នៅដោយអត់វិន័យគឺជាមនុស្សដែលរស់នៅដោយហិតតែផ្សែងឬក៏ជាមនុស្សដែលគ្មានអ្វីដែលជាទីពឹងសម្រាប់អនាគតរបស់ខ្លួនឯងនោះទេគឺរស់បានត្រឹមតែរស់ហើយរស់ដើម្បីធ្វើតែទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯងអត់មានអ្វីដែលជាការហាមឃាត់ដែលធ្វើឲ្យខ្លួនឯងរឹងមាំសម្រាប់អនាគតប្រធានបទដែលខ្ញុំដាក់ខាងដើមដែលបងប្អូនបានឃើញពាក្យមួយដែលខ្ញុំចង់បញ្ជាក់ថាមនុស្សដែលមានសិទ្ធិអំណាចមនុស្សដែលមានអំណាចនៅក្នុងខ្លួនដែលមនុស្សទូទៅឃើញគោរពស្រឡាញ់ឬក៏ខ្លាចគឺសុទ្ធសឹងតែជាមនុស្សដែលមានវិន័យបាទមាននៅគោលការណ៍សម្រាប់ជីវិតក្នុងការរស់នៅក្នុងជីវិតរបស់ខ្លួនឯងផ្ទាល់បើមនុស្សអត់មានអានឹងទេมันអាចទៅធ្វើអ្វីបានទេព្រោះអីព្រោះខ្លួនយើងមួយมันអាចគ្រប់គ្រងมันអាចដឹកនាំបានផងសួរថាឲ្យទៅដឹកនាំអ្នកណាបានតែការហូបអាហារពេលព្រឹកហូបមិនបានត្រឹមត្រូវការហាត់ប្រាណមិនមានការអានសៀវភៅការពង្រឹងសមត្ថភាពអត់មានសួរថានឹងធ្វើឲ្យជីវិតរបស់ខ្លួនឯងល្អប្រសើរបែបណាវិន័យមិនមែនជារឿងដែលធ្វើឲ្យយើងពិបាកនៅក្នុងជីវិតទេវិន័យគឺជាឫសគល់ដែលធ្វើឲ្យជីវិតរបស់យើងរីកចម្រើនហើយរុងរឿងសម្រាប់ក្នុងជីវិតរបស់យើងហើយបើមនុស្សអត់មានវិន័យគឺមនុស្សដូចផ្សែងអញ្ចឹងគឺរស់បានត្រឹមតែទៅតាមខ្យល់ទេខ្យល់បក់ទៅខាងណាផ្សែងទៅតាមហ្នឹងជារួមនៅក្នុងប្រធានបទដែលខ្ញុំចង់ផ្ដោតសំខាន់ទៅលើវិន័យហេតុដែលវាបានជាយើងគួរតែមាននៅវិន័យផ្ទាល់ខ្លួនឯងឲ្យមានភាពតឹងរ៉ឹងសម្រាប់ការរស់នៅក្នុងជីវិតយើងអាចសម្លឹងមើលឬក៏យើងអាចសិក្សារៀនសូត្រមើលបាននៅក្នុងប្រវត្តិសាស្ត្រនៅក្នុងភាពជាបុគ្គលអ្នកមានចំណេះមានជំនាញភាពជាមេដឹកនាំកម្ពុជាទូទាំងពិភពលោកគឺសុទ្ធសឹងតែជាមនុស្សម្នាក់ដែលលេចធ្លោហើយដើមចេញអំពីភាពប្រឹងប្រែងដើមចេញអំពីការអត់ធ្មត់ប្រឹងប្រែងទៅលើអ្វីដែលគាត់មើលឃើញហើយវិន័យរបស់គាត់នឹងគឺតឹងរឹងមែនតើខ្ញុំលើកឧទាហរណ៍ដូចលោក Jim Rohn ដែលគាត់ជាវិក្កាមិននិយាយផ្នែកខាងលើកទឹកចិត្តហើយក៏ជាអ្នកនិពន្ធសភៅដ៏ល្បីផងដែរគឺគោលគំនិតរបស់គាត់វិន័យផ្ទាល់ខ្លួនរបស់គាត់គឺនៅតែត្រឹងប៉ឹងតឹងតែងសម្រាប់ខ្លួនឯងដើម្បីឲ្យមានភាពរីកចម្រើននៅក្នុងជីវិតលោក Bill Gates អីជាដើមគឺសុទ្ធតែជាមនុស្សដែលមាននៅវិន័យបើសិនជាយើងលើកអំពីអ្នកប្រាជ្ញឬក៏បុគ្គលដែលមានភាពជាអ្នកដឹកនាំនៅខាងបច្ចឹមលោកយើងប្រហែលជាស្ដាប់ទៅសាមញ្ញប៉ុន្តែយើងអាចកលេចមកមើលថ្នាក់ដឹកនាំរបស់យើងឬក៏យើងអាចសិក្សាអំពីបុគ្គលដែលយើងបានគោរពប្រតិបត្តិតាមដូចជាព្រះពុទ្ធអីជាដើមគឺសុទ្ធសឹងតែមានវិន័យគឺជាឫសគល់ដើម្បីធ្វើឲ្យខ្លួនឯងទទួលបានភាពរីកចម្រើនអត់ធ្មត់ណាស់តម្រាំតែបានប៉ុណ្ណេះដូច្នេះជារួមមកវិញបើសិនជាយើងចង់ឲ្យខ្លួនឯងមាននៅអំណាចមាននៅឥទ្ធិពលខ្ពស់នៅក្នុងការរស់នៅក្នុងជីវិតគឺជាមនុស្សដែលត្រូវតែមានវិន័យផ្ទាល់ខ្លួនហើយវិន័យផ្ទាល់ខ្លួនបែបណាគឺជាការកំណត់របស់ខ្លួនយើងផ្ទាល់តែយើងចង់បានអីយើងចង់ធ្វើម៉េចឲ្យជីវិតរបស់យើងរីកចម្រើនយើងរស់បែបណាធ្វើឲ្យជីវិតរបស់យើងអាចខ្ពស់មុខខ្ពស់មាត់នឹងគេបានឬក៏ទទួលបាននូវចំណេះដឹងពងខ្ពស់បានខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងមួយទៀតឧទាហរណ៍តទៅមួយនឹងការសិក្សារៀនសូត្របើមនុស្សគ្មានវិន័យគ្មានការព្យាយាមគ្មានការតាំងចិត្តគ្មានគោលការណ៍នៅក្នុងជីវិតទេពួកគាត់មិនអាចរៀនសូត្រចេះដឹងបានការដែលមានគោលការណ៍នឹងឯងគេហៅថាវិន័យដែលជាឫសគល់ធ្វើឲ្យគាត់ទទួលបាននូវអំណាចមួយគឺការរៀនឬការសិក្សារបស់គាត់នឹងមនុស្សដែលអាចរកស៊ីហើយទទួលបាននូវលទ្ធផលជាផ្លែការបានក៏ផ្ដើមចេញអំពីគោលការណ៍ឬក៏វិន័យផ្ទាល់ខ្លួនរបស់គាត់នឹងដែរចំណុចចុងក្រោយដែលខ្ញុំចង់ចែករំលែកគឺតាក់ទងជាមួយនឹងការរស់នៅឲ្យមានវិន័យឲ្យមានរបៀបរបបនឹងគឺចង់ផ្ដោតសំខាន់ទៅលើសុខភាពរបស់ខ្លួនយើងដែរមនុស្សដែលអត់មានវិន័យ
មនុស្សដែលពិបាកនៅក្នុងការបដិសេធដទៃគឺគាត់អត់មានវិន័យលើខ្លួនឯងមនុស្សដែលមានវិន័យលើខ្លួនឯងគឺជាមនុស្សដែលងាយក្នុងការបដិសេធហើយក៏ងាយនឹងស្របជាមួយនឹងអ្នកដទៃដែរបើសិនជារឿងនោះវាត្រឹមត្រូវទៅតាមអ្វីដែលគាត់ចង់បានដែលជាគោលការណ៍របស់គាត់អញ្ចឹងប៉ុន្តែបើអត់ត្រូវទេគាត់អាចបដិសេធចេញជាក់ស្ដែងទៅដូចជាការដែលមានវិន័យទៅលើការហូបចុកឬក៏វិន័យទៅលើការគេងដែលគិតអំពីបញ្ហាសុខភាពរបស់យើងអីទាំងអស់នេះវាគឺជាមូលហេតុចម្បងហើយក៏ជាកត្តាសំខាន់មែនទែននៅក្នុងការរស់នៅក្នុងជីវិតធ្វើឲ្យជីវិតរបស់ខ្លួនឯងមានឥទ្ធិពលមានអំណាចគ្រប់គ្រាន់នៅក្នុងជីវិតដែលមានការប្រកួតប្រជែងសឹងតែគ្រប់ច្រកល្ហកទាំងផ្នែកការសិក្សាទាំងផ្នែកការរស់នៅទាំងផ្នែកស្នេហាទំនាក់ទំនងអីទាំងអស់ហ្នឹងគឺសុទ្ធតែមានការប្រកួតប្រជែងមិនមែនរស់នៅដោយអត់មានការប្រកួតប្រជែងបានទេដូច្នេះដើម្បីអាចប្រកួតប្រជែងដើម្បីអាចឈ្នះគេបានឲ្យមានការតាំងចិត្តឲ្យបានរឹងមាំនៅក្នុងគោលដៅនៅក្នុងជីវិតបុគ្គលម្នាក់ដែលជាអត្តពលករដែលយើងហៅថាថៃគឺវូតអ្នកដែលវាគុណគោលលំដាប់ប្រទេសលំដាប់ពិភពលោកដែលគាត់ទទួលបាននៅពានរង្វាន់ច្រើនមែនទែនអ្វីដែលជាគោលការណ៍របស់គាត់នៅក្នុងការវិគុណគោលគឺគាត់ផ្ដោតសំខាន់មើលនៅត្រីវិស័យមើលនៅទិសដៅថាកូនគោលរបស់គាត់នឹងហោះទៅទីណាលទ្ធផលនៃការវិគុណគោលរបស់គាត់សឹងតែគ្រប់ផ្នែកទាំងអស់បានទៅដល់ទិសដៅដែលគាត់ចង់បានប៉ុន្តែយើងអាចសម្លឹងទៅមើលពី background ឬក៏ទៅមើលពីការបង្ហាត់របស់គាត់ទេគឺគាត់មានវិន័យតឹងរឹងណាស់គាត់ចំណាយពេលនៅក្នុងការប្រកួត2ទៅ3ម៉ោងប៉ុន្តែលទ្ធផលដែលផ្ដើមចេញអំពីការបដិញ្ញាចិត្តនៅក្នុងជីវិតរបស់គាត់គឺធំធេងមែនទែនតម្រាំតែបានคล้ายទៅជាមនុស្សម្នាក់ដែលគេទទួលស្គាល់នៅក្នុងពិភពលោកដូច្នេះនៅក្នុងប្រធានបទរបស់យើងថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តបងប្អូនឬក៏អ្នកកំពុងស្ដាប់ទាំងអស់គ្នាឲ្យបានជាគំនិតពិចារណាហេតុអ្វីបានជាយើងមិនគួររស់នៅដោយបណ្ដែតបណ្ដោយទៅតាមពេលវេលាហើយអើនោះហើយយើងគួរតែសម្លឹងមករកមើលទៅលើការដែលមានវិន័យចំពោះជីវិតខ្លួនឯងជាងដែលបណ្ដែតបណ្ដោយទៅតាមពេលវេលាជាចុងក្រោយបើសិនជាបងប្អូនទាំងអស់គ្នាមានមតិឬក៏មានការចូលរួមមើលឃើញអំពីវិន័យផ្ទាល់ខ្លួនមានសារៈសំខាន់យ៉ាងណាសូមជួយ comment នៅខាងក្រោមនៃវីដេអូនេះសូមអរគុណសូមគោរពសូមជម្រាបលា